ok ngày nó dương đấy cho thật xa nơi và thèn bọn một tiết nhằm lợi dụng một nữa bọn hai nhận nè trongประเทศบอทนะโดยที่นี่ยืนยันថា good นะ behavior of good student good behavior of the good student មានន័យថាអាកប្បកិរិយាល្អរបស់សិស្សល្អអញ្ចឹងដើម្បីយល់នៅ writing essay យ៉ាងទាំងមូលយើងចូលទៅសិក្សាពាក្យឲ្យនឹងគ្នានេះអូខេយើងមើលណា study word and phrases អញ្ចឹង the first word is educate educate ជាពាក្យកិរិយាសព្ទយើងប្រើថាអប់រំចាអប់រំណែនាំ citizen ណាជាពាក្យនាមពលរដ្ឋឬក៏ប្រជាពលរដ្ឋណា behave ណា behave ថ្នាក់ពាក្យជាកិរិយាសព្ទយើងប្រើថាដឹកនាំណាឬក៏ប្រព្រឹត្តចាឬក៏ធ្វើណា behave behavior behavior នៅទីនេះថ្នាក់ពាក្យជានាមណាយើងប្រើថាអាកប្បកិរិយាណា behavior obey obey verb ណាយើងបានរៀនហើយ obey ណាកាលពី paragraph មុនណាយើងរៀនហើយ obey ប្រើថាគោរពណា to promote ណា to promote នោះថ្នាក់ពាក្យជាកិរិយាសព្ទយើងប្រើថាលើកកម្ពស់ណាលើកតម្កើងណា promote ណា advice ជាពាក្យនាមណាទំនួលមានណាការព្រានបដៅថា advice ណា guardian ណា guardian ជាពាក្យនាមណាអ្នកថែរក្សាអ្នកថែមើលណា pay attention pay attention វាជា clear វា phrase មួយណាយកចិត្តទុកដាក់ pay attention work in pair ណាធ្វើការជាគូឬក៏ធ្វើការជាក្រុមណា work in pairs beside ណា beside មានអីយើងប្រើក្រៅពីណាចា beside ក្រៅពីណា yes beside chopping the wood ណាយើងប្រើថាកាប់អុសណា chopping the wood ណាពុះអុស transplanting ណា seedling set ហ្នឹងគ្រាប់ពូជដល់ពេល transplant ហ្នឹងដកស្ទូងណាអញ្ចឹង transplanting ណា seedling យើងប្រើថាស្ទូងណាស្ទូងសំណាបស្ទូងណា yes plowing the muddy soil ណា plowing the muddy soil ណាប្រែថាភ្ជួរដី to devote ណាកិរិយាសព្ទថ្នាក់ពាក្យណា to devote ហ្នឹងប្រែថាលះបង់ឬក៏ណាបោះបង់ to devote to comfort ណា to comfort ថ្នាក់ពាក្យកិរិយាសព្ទដែរយើងប្រើថាលួងលោមណាយ៉ា comfort ណា facilitate ណា facilitator facilitator ណាយ៉ាសម្របសម្រួលហ្នឹងកិរិយាសព្ទអូខេបើនាមប្រែថាការសម្របសម្រួលណាតែនៅទីនេះជាពាក្យកិរិយាសព្ទយើងប្រែថាសម្របសម្រួល abro ណា appropriately appropriately ណាយ៉ាយ៉ាងសមរម្យ digging canal digging canal ណាការជីកប្រឡាយណាយ៉ា digging canal building water dam building water dam ណាសាងសង់ទំនប់ទឹកណា dam ទំនប់ណា infrastructure ណា infrastructure ជាពាក្យនាមយើងប្រើថាហេដ្ឋារចនាសម្ព័ន្ធណា academ ណាថ្នាក់ពាក្យវាជា transitive verb យើងប្រើថាជំរុញណាជំរុញ okay now our word and phrase come to the end ណា so we move to study the whole essay writing yeah in order to understand everybody must pay attention yeah with my reading and then I translate when I read finish one sentence I translate in Khmer one sentence okay now we start together yeah អញ្ចឹងមុននឹងយើងចាប់ដើមយើងមើលចំណងជើងភាសាទៀតនឹង good behavior of good student okay យើងមើលប្រយោគទី1 all parents teacher and society want to educate their children ខមា1 student and citizen to behave well to become good student good people and good leader in the future ចឹងប្រយោគនោះវែងតិចណាពួកយើងណាយ៉ាយើងមើល all parents teacher and society want to educate their children ណាទាំងណាឪពុកម្ដាយណាទាំងគ្រូបង្រៀនណាទាំងសង្គមជាតិសិតតែចង់បានណាអប់រំណាកូនរបស់ពួកគាត់ណា
yeah ប្រជាពលរដ្ឋរបស់ពួកគាត់ណាសិស្សរបស់ពួកគាត់ណាឲ្យខ្លាយជា yeah ណាជាសិស្សល្អណាជាពលរដ្ឋល្អណាជាកូនល្អឃើញទេ yeah ហើយនឹងខ្លាយជាអ្នកដឹកនាំល្អនៅក្នុងអនាគតកាលទៀតផង however ណា however នៅទីនេះយើងប្រើថាទោះបីជាយ៉ាងណាក៏ដោយណា however good student have to boast obey and love the parents teachers and country អញ្ចឹងប្រយោគហ្នឹងយើងដាក់ comma មួយណា however វាសម្រាប់គេហៅថា connect ណា connecting ណា sentence គេប្រើ conjunctive adverb ណាដើម្បីបញ្ជាក់ពីមូលហេតុណា however ណាទោះបីជាយ៉ាងណាក៏ដោយ good student have to both obey and love the parents teachers and country ណាទោះបីជាយ៉ាងណាក៏ដោយនេះសិស្សល្អណាត្រូវតែ obey ណាគោរពស្ដាប់បង្គាប់ណាទាំងឪពុកម្ដាយណាទាំងគ្រូបង្រៀនហើយនឹងណាទាំងសង្គមជាតិជាដើមណា they have to promote their good behavior such as listening to teachers advice ណា obey parents or guardian and help friends or society ដូច្នេះហើយពួកគាត់ណាឬក៏ពួកគេក៏បានណាត្រូវតែលើកតម្កើងណានៅអាកប្បកិរិយាល្អរបស់ពួកគេដូចជាណាស្ដាប់ណាដំបូន្មានរបស់លោកគ្រូអ្នកគ្រូណាស្ដាប់ដំបូន្មានរបស់ម្ដាយបិតាឪពុកម្ដាយហើយនឹងចេះជួយគ្នាដល់មិត្តភ័ក្តិនិងសង្គមជាតិផងដែរនេះគឺជា paragraph ទី1ដែលនិយាយពីសេចក្តីដើមយើងមើលចូលមកដល់ណា paragraph ទី2ណាគេបកស្រាយលម្អិតណាយ៉ាងមាន3ចំណុចតែខ្លះ firstly ឃើញទេ good student have to listen to the teacher ទី1ណាសិស្សល្អណាត្រូវតែស្ដាប់លោកគ្រូអ្នកគ្រូ usually student must pay attention when teacher teach the lesson ស្ដាប់យ៉ាងម៉េចហ្នឹងណាអញ្ចឹងគេបកស្រាយលម្អិតណាកន្លែងហ្នឹងគេហៅថា detail sentence ណា yeah ជាធម្មតាសិស្សត្រូវតែស្ដាប់ណាលោកគ្រូអ្នកគ្រូនៅពេលដែលគាត់បង្រៀនមេរៀនណា they have to join all the activities in the classroom ណាពួកគេទាំងអស់ត្រូវតែចូលរួមនៅសកម្មភាពជាច្រើននៅក្នុងសាលារៀនណាបន្ទប់រៀន they must work in pair ណាពួកគាត់ទាំងអស់ត្រូវតែធ្វើការជាក្រុមណា in group ណាជាគូជាក្រុមណា answer the question that teacher asked ណាឆ្លើយសំណួរដែលគ្រូនេះលោកគ្រូអ្នកគ្រូសួរ student do the best with their study អញ្ចឹងណាសិស្សទាំងអស់ត្រូវតែណាខិតខំរៀនមុខវិជ្ជារបស់ពួកគេ it means that they both study in the class and at home មានន័យថាពួកគេខិតខំរៀនទាំងនៅសាលាណាទាំងនៅផ្ទះឃើញទេ they can become good student because of their trying ណាពួកគាត់អាចក្លាយជាសិស្សដ៏ល្អណាដោយសារតែការខិតខំព្យាយាម because of ណាដោយសារតែណាចាអូខេអញ្ចឹងយើងមើលចប់ហើយណានៅគំនិតសំខាន់ទី1ណាយក firstly ណាចប់ហើយយើងមើលគំនិតសំខាន់ទី2ណា secondly good student must obey their parent a relative ណា sibling ទី2ណាសិស្សល្អត្រូវតែស្ដាប់បង្គាប់ពុកម្ដាយណាសាច់ញាតិហើយនិងបងប្អូនជាដើម they must besides studies ណា they must work at home and do the housework to help their parents such as carrying water ណា chopping the woods and bringing the cow អញ្ចឹងកថាខណ្ឌទី2នេះណាយកគំនិតសំខាន់ទី2នេះគេបង្ហាញថាណាសិស្សល្អមិនត្រឹមតែស្ដាប់ណាគ្រូណាថែមទាំងស្ដាប់ពុកម្ដាយណាស្ដាប់សាច់ញាតិបងប្អូនជាដើមណា besides study ក្រៅពីការសិក្សា besides យើងប្រើថាក្រៅពីណា besides study they must work ណា at home or do the housework ណាក្រៅពីការសិក្សាណាពួកគាត់ត្រូវតែជួយធ្វើការងារផ្ទះណាធ្វើកិច្ចការផ្ទះដូចជាជួយឪពុកម្ដាយណារងទឹករែកទឹកជាដើមណា chopping the wood ណាពុះអស់រកអស់ណា bringing the cow ណាមើលថែរក្សាសត្វគោជាដើម sometimes they have their parents ណា do the farm including transplanting ណា settling planting rice ណា plowing the muddy soil ណាពេលខ្លះណាពួកគេត្រូវតែជួយណាឪពុកម្ដាយដូចជាណាធ្វើស្រែចម្ការដកស្ទូងណាចាដាំដំណាំដាំស្រូវណាភ្ជួរដីជាដើមon behalf of they are good student
semicolon មួយកន្លែងហ្នឹងណាចាក្នុងនាមណាជាសិស្សល្អទាំងអស់ they are active and industrial with their work and study ណាក្នុងនាមជាសិស្សល្អទាំងអស់ណាពួកគេត្រូវតែសកម្មណាហើយខិតខំណាព្យាយាមធ្វើការណាហើយនឹងសិក្សាជាដើម on the other hand they have to follow up the old citizen in the communities and obey their parents forever ញ៉េគេថា on the other hand នៅទីនេះយើងប្រើ connective sentence បញ្ជាក់ពីនៃផ្ទុយពីណាយ៉ាចំណុចផ្ទុយទៅវិញណា on the other hand ទៅវិញណាឬក៏ណាមូលហេតុណាផ្សេងទៀតណាចា on the other hand លើសពីនេះទៅទៀតក៏បានដែរណា they have to follow up the old citizen ណាពួកគាត់ណាត្រូវតែយកគំរូតាមណាប្រជាពលរដ្ឋណាចាចាស់នៅក្នុងសហគមន៍ហើយស្ដាប់បង្គាប់ឪពុកម្ដាយណាចាគ្រប់រូបណា they do not go out in the evening or go far away ណាពួកគេមិនត្រូវដើរទៅក្រៅដើរលេងនៅពេលល្ងាចឬក៏ដើរទៅទីឆ្ងាយឡើយ they have to ask for permission ប្រែថាសុំមកពួកយើងណាសុំអនុញ្ញាត they have to ask for permission from their parent ណា before they want to go out somewhere with someone ញ៉េអញ្ចឹងពួកគាត់នឹងត្រូវតែសុំការអនុញ្ញាតពីឪពុកម្ដាយណាមុនពេលដែលពួកគាត់ចេញទៅក្រៅជាមួយនរណាម្នាក់ញ៉េអូខេនេះគឺជាកថាខណ្ឌទី2ណាជា paragraph ទី2ដែលបកស្រាយលម្អិតយើងមើល paragraph ទី3ណា thirdly having friends they are classmates so they have to help each other when their friend have problem ណា having friends ណា they are classmates ទី3ហ្នឹងគឺបញ្យល់ថាពួកគេត្រូវចេះជួយមិត្តភក្តិយ៉ាមិត្តរួមថ្នាក់ណា so they have to help ណាពួកគាត់ត្រូវតែជួយគ្នាទៅវិញទៅមកណា when their friend have problem នៅពេលដែលមិត្តភក្តិរបស់ពួកគាត់ហ្នឹងមានបញ្ហាកើតឡើងញ៉េ they have to devote to their friend ណាពួកគាត់ត្រូវលះបង់ណាជួយមិត្តភក្តិណា when they are ill ឬក៏នៅពេលដែលពួកគេឈឺណាឬក៏មានគ្រោះថ្នាក់ណាអ្វីមួយនៅតាមផ្លូវទៅសាលារៀនណា have an accident on their own way home if some students do not understand the lesson ប្រសិនបើណាមិត្តភក្តិខ្លះគាត់មិនយល់មេរៀនណា they must explain clearly about this or that ណាពួកគាត់ត្រូវតែជួយគ្នាណាពន្យល់ណាពីមេរៀនឲ្យបានច្បាស់ណា they try to comfort them ណា to study hard themselves at home ណាពួកគាត់នឹងត្រូវតែព្យាយាមណាជំរុញលើកទឹកចិត្តឲ្យមិត្តភក្តិហ្នឹងណាខិតខំរៀននៅផ្ទះនៅសាលាជាដើម hard ណាពួកយើង study hard ខិតខំរៀន they share some snacks when they buy and equal rice in the classroom ពួកគាត់ត្រូវតែចេះជួយចែករំលែកអាហារណាអាហារសម្រន់ណាជាមួយគ្នាណាអូខេជា and equal rice ណា in the classroom ហើយធ្វើឲ្យមានសិទ្ធិស្មើគ្នានៅក្នុងថ្នាក់រៀន they are facilitator when their friends fight each other yeah facilitator ដំណោះស្រាយពួកយើងណាអញ្ចឹងណា they are facilitator when their friend fight each other សម្របសម្រួលណា facilitator ណាអញ្ចឹងពួកគេត្រូវតែណាចេះសម្របសម្រួលគ្នានៅពេលដែលមិត្តភក្តិហ្នឹងណាឆ្លោះប្រកែកគ្នាណាហើយបញ្យល់នៅមូលហេតុឲ្យបានសមរម្យណាសម្រាប់ពួកគាត់ទាំងពីរនាក់ណា furthermore ណាលើសពីនេះទៅទៀតណា furthermore យើងប្រើ additional idea ណាយើងប្រើ conjunctive adverb ណាចា they can join community action such as digging canal building water dam road school pagoda and infrastructures in the present and the future លើសពីនេះទៀតណាពួកគាត់ណាត្រូវតែចេះចូលរួមណាជាមួយនឹងសកម្មភាពក្នុងសហគមន៍ណាដូចជាការជីកប្រឡាយការកសាងទំនប់ទឹកណាផ្លូវថ្នល់ណាការសកម្មភាពសាលារៀនណានៅវត្តអារាម
ហើយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងតាំងនៅក្នុងបច្ចុប្បន្នហើយនឹងនៅក្នុងអនាគតនេះគឺជាណា paragraph ទី3ណាចាអញ្ចឹងយើងមាននេះយើងមាន3គំនិតសំខាន់ណាចាគំនិតមួយនៅក្នុង paragraph នីមួយយើងសុទ្ធតែបកស្រាយណាហើយបញ្យល់ឡើងយ៉ាងលម្អិតហើយយើងថែមទាំងលើកណានៅ supporting sentence ណាមកបញ្យល់និងបកស្រាយយ៉ាងលម្អិតឥឡូវយើងចូលសេចក្តីបញ្ចប់ណាយក in short ឃើញណា in short I would love to stay again and again their good students are very necessary for their families and societies in the country សរុបមកណាខ្ញុំចង់និយាយម្ដងហើយម្ដងទៀតថាណាសិស្សល្អគឺវាមានសារៈសំខាន់ខ្លាំងណាស់ណាទាំងគ្រួសារហើយនឹងសង្គមជាតិណានៅក្នុងប្រទេសរបស់ពួកយើងណាផងដែរ thus ដូច្នេះហើយយេ we are Cambodian people should help each other in order to develop our country ឃើញទេដូច្នេះហើយយើងក្នុងនាមយើងជាជនជាតិណាប្រជាជនកម្ពុជាយើងគួរតែជួយគ្នាទៅវិញទៅមកដើម្បីណាចាអភិវឌ្ឍណាប្រទេសរបស់ពួកយើង we have to advise ណា our kids to do the best ណា and get them to become a good student យើងទាំងអស់គ្នាត្រូវតែផ្ដល់ដំណោមានឲ្យកូនរបស់ពួកយើងណាធ្វើអ្វីដែលល្អដែលប្រសើរណាហើយឲ្យពួកគាត់នឹងទទួលបាននៅណាខ្លាយជាណាទទួលណាបាននៅកេរ្តិ៍ឈ្មោះណាខ្លាយជាសិស្សដែលល្អណា if they do not want to study themselves we must encourage them and ask them to try themselves ណាប្រសិនបើពួកគាត់ណាខិលរៀនណាមិនចង់រៀនយើងត្រូវតែជំរុញណាលើកទឹកចិត្តពួកគាត់ណាយ៉ាឲ្យគាត់ព្យាយាមដល់ខ្លួនឯង families and countries in the present and the future ណាតាំងនៅក្នុងគ្រួសារណាតាំងនៅក្នុងប្រទេសណានៅក្នុងពេលបច្ចុប្បន្ននិងអនាគតជាដើម Okay, now our writing essay come to the end. So we will meet each other for the next topics next time. Yeah, see you. Goodbye.